ចាបន្ទាប់ពីបុណ្យអុំទូកមួយរយៈមកគឺថាខានធ្វើម្ហូបយូរឥឡូវយើងមកចាប់ផ្ដើមធ្វើជាស្ត្រីមេផ្ទះសារជាថ្មីចាប់ផ្ដើមលើវិធីស្ត្រីមេផ្ទះសារជាថ្មីហើយឥឡូវមកមើលគ្រឿងផ្សំគឺមាននំបញ្ចុកជាមួយនឹងសណ្តែកដីបុកទឹកត្រីកោះកុងខ្ទិះដូងបកាក្រៀមហើយនឹងជីគ្រប់មុខហើយបន្ទាប់មកទៀតហ្នឹងក៏ដល់វគ្គដែលយើងលាយវាចូលគ្នាដើម្បីញ៉ាំចំពោះនំបញ្ចុកហ្នឹងគឺដាក់តាមចំណង់ចំណូលចិត្តយើងតិចឲ្យច្រើនតាមយើងញ៉ាំទៅហើយបន្ទាប់មកទៀតហ្នឹងគឺដាក់ជាមួយទឹកត្រីកោះកុងបន្ទាប់ពីដាក់ទឹកត្រីកោះកុងហើយដាក់បកាក្រៀមបន្ទាប់ពីបកាក្រៀមហើយគឺខ្ញុំដាក់សណ្តែកដីលីងហ្នឹងហើយបន្ទាប់មកទៀតហ្នឹងក៏ដាក់ជាមួយនឹងខ្ទិះដូងហើយចុងបញ្ចប់ហ្នឹងក៏ដាក់ជាមួយនឹងជីគ្រប់មុខនិយាយទៅដាក់អីមុនក៏បានដែរតាមចំណង់ចំណូលចិត្តតាមអារម្មណ៍ទៅហើយបន្ទាប់មកទៀតហ្នឹងគឺថាថែមទឹកត្រីកោះកុងបន្តិចព្រោះអីវារៀងស្ទើហើយជាចុងក្រោយហ្នឹងគឺថាសបល់ច្បល់ហើយគឺញ៉ាំទៅគឺជាការស្រាចនិយាយទៅគឺតំណងដែរហើយក៏ឆ្ងាញ់ដែរសំខាន់គឺថាធ្វើគឺងាយស្រួលខ្លាំងមែនទែនមកដោយ